ថាឲ្យយើងមើលងាយយើងឲ្យគាត់ឃើញលទ្ធផលរបស់យើងឲ្យវាល្អចឹងទៅខ្លះគាត់និយាយថារៀនមិនបកកែរៀនមិនកើតអីអញ្ចឹងមិនដឹងប្រឡងបាក់ដប់ចប់អត់ទេនឹងចូលទៅកាន់សមរភូមិទឹកបិចសមរភូមិប្រយុទ្ធរបស់យើងហើយអញ្ចឹងប្រហែលជាពេលវេលានឹងមកដល់ពេលប្រឡងមកដល់ប្រហែលជាគាត់ធ្វើអត់បានទេអត់បានល្អហើយគាត់ព្រួយបារម្ភខ្លាចពេលដែលគាត់ធ្វើអត់បានល្អទៅនឹងមានបញ្ហានៅជុំវិញក្នុងគាត់កើតឡើងដូចជាអ្នកណាបន្ទប់អាប់គាត់អីចឹងទៅអញ្ចឹងខ្ញុំចង់ចែករំលែកទៅដល់សិស្សប្អូនយើងដែលគាត់ត្រៀមប្រឡងសួស្តីអ្នកទាំងអស់គ្នាបេក្ខជនប្រឡងបាក់ឌុបខែ8ខាងមុខនេះថ្ងៃនេះយើងជួបជាមួយនឹងបងសមាលីម្ដងទៀតហើយថ្ងៃនេះគាត់មានពាក្យពេចន៍តិចតួចចែកជូនទៅអ្នកទាំងអស់គ្នាដើម្បីជូនពរឲ្យអ្នកទាំងអស់គ្នាក្នុងថ្ងៃប្រឡងធ្វើបានល្អសួស្តីបងចាជំរាបសួរបងហ្នឹងហើយបងតាក់ទងទៅនឹងសារផ្ដាំផ្ញើលើកទឹកចិត្តទៅដល់បងប្អូនណាភាគច្រើនយើងឃើញថាបងប្អូនមួយចំនួនឲ្យទៅដល់ចិត្តដល់ថ្ងៃប្រឡងគាត់មានអារម្មណ៍ថាបាក់ទឹកចិត្តអីចឹងទៅគាត់គិតថាអូសមត្ថភាពខ្ញុំអត់ទាន់ដល់ឬក៏អត់ទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងអីចឹងទៅហើយបែរជាគោលដៅដែលគាត់ត្រូវទទួលបាននៅទេសល្អបែរជាបាត់បង់ទៅវិញចាហ្នឹងអានឹងប្រហែលជារឿងពិតហើយដោយសារតែសិស្សប្អូនយើងភាគច្រើនសិស្សត្រៀមបាក់ឌុបហ្នឹងឲ្យទៅចិត្តពេលដល់ពេលប្រឡងមកដល់ហ្នឹងគាត់មានអារម្មណ៍ថាភ័យឬក៏តែមានគំនិតមួយផុសឡើងបែបគំនិតអវិជ្ជមានហ្នឹងគាត់ថាអានិទេសឬក៏គោលដៅដែលគាត់កំណត់ពីដើមឆ្នាំហ្នឹងពេលវេលាហ្នឹងមកដល់ពេលប្រឡងមកដល់ប្រហែលជាគាត់ធ្វើអត់បានទេអត់បានល្អហើយគាត់ព្រួយបារម្ភខ្លាចពេលដែលគាត់ធ្វើអត់បានល្អទៅនឹងមានបញ្ហានៅជុំវិញខ្លួនគាត់កើតឡើងដូចជាអ្នកណាបន្ទប់អាប់គាត់អីចឹងទៅអញ្ចឹងខ្ញុំចង់ចែករំលែកទៅដល់សិស្សប្អូនយើងដែលគាត់ត្រៀមប្រឡងនឹងចូលទៅកាន់សមរភូមិទឹកបិចសមរភូមិប្រយុទ្ធរបស់យើងហើយអញ្ចឹងកុំបាក់ទឹកចិត្តអីកុំបោះបង់គោលដៅអីរយៈពេលជាច្រើនកន្លងមកដែលយើងបានចំណាយពេលវេលារៀនណាហើយខ្ញុំជឿថានៅពេលដើមឆ្នាំពេលដែលគាត់ឈានជើងចូលទី12អ្នកខ្លះតាំងពីទី11ទី10ផងក៏មិនដឹងគាត់លួចប៉ងចង់បាននិទេសមួយដែលគាត់ចង់បានអញ្ចឹងទៅតែមកដល់ពេលនេះហើយហេតុអីត្រូវបាក់ទឹកចិត្តទាំងតែយើងបានតស៊ូព្យាយាមមកយូរហើយមែនទេបងត្រូវបងចាយូរហើយយើងព្យាយាមមកយូរហើយអញ្ចឹងអត់មានត្រូវបាក់ទឹកចិត្តទេខ្ញុំជឿជាក់ទៅលើសិស្សប្អូនថាអាចធ្វើបានហើយសម្រាប់គោលដៅចង់បានហ្នឹងគឺយើងត្រូវតែច្បាស់លាស់លើខ្លួនឯងអញ្ចឹងមូលហេតុដែលធ្វើឲ្យគាត់ភ័យឬក៏គាត់បាក់ទឹកចិត្តហ្នឹងវាអាចមកពីកត្តាច្រើនអញ្ចឹងកត្តាទី1ហ្នឹងអាចមកពីគាត់អត់ទាន់ចេះមេរៀនអស់អញ្ចឹងមិនទាំងយើងទាំងគេនៅពេលដែលយើងចេះអត់តាន់អស់យើងនឹងភ័យយើងត្រូវអត់ពេលទៅប្រឡងមិនដឹងយកអីទៅប្រឡងទេអញ្ចឹងដើម្បីកុំឲ្យគាត់ភ័យគឺយើងត្រូវតែច្បាស់ទៅលើមេរៀនដែលយើងក្នុងការត្រៀមក្នុងការប្រឡងហ្នឹងអញ្ចឹងខ្ញុំចង់ប្រាប់គាត់ថាចំពោះមុខវិជ្ជាឬក៏ចំណុចណាមួយដែលគាត់អត់ទាន់ច្បាស់អញ្ចឹងគាត់បដោតទៅលើវាទៅហើយអាកន្លែងណាដែលគាត់ច្បាស់ហើយគាត់ល្អហើយយើងមិនមែនបោះបង់វាចោលទេគឺយើងនៅតែបន្តរៀនបន្តទៅទៀតអញ្ចឹងក៏ឲ្យយើងលេងពេលវាឲ្យសមរម្យទៅលើចំណុចដែលយើងខ្វះខាតយើងដាក់វាច្រើនតិចទៅតែចំណុចដែលយើងល្អហើយយើងកាត់បន្ថយតិចក៏អីដែរដើម្បីបំពេញនៅចំណុចខ្វះខាតអញ្ចឹងហើយមួយទៀតបញ្ហាវាអាចមានបញ្ហាគ្រួសារស្នេហាមជ្ឈដ្ឋានជុំវិញមែនទេចាហើយមួយទៀតសំខាន់ដែរសុខភាពសំខាន់អត់សំខាន់បងចំពោះសំណួរទី2ធម្មតាបងមិនថាក្មេងៗមិនថាខ្ញុំមិនថាគេពិសេសបងប្អូនភាគច្រើនគាត់ទី12តាក់ទងនឹងការប្រឡងអីផងសម្ពាធពីមជ្ឈដ្ឋានជុំវិញខ្លួនផងបញ្ហាគ្រួសារបញ្ហាស្នេហាការងារអីហ្នឹងជីវភាពគ្រួសារគាត់លំបាកអីចឹងទៅហើយធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាបាក់ទឹកចិត្តហ្មងគាត់ទទួលអារម្មណ៍មួយគាត់គិតខ្លួនឯងអត់ដូចគេអត់ដូចឯងអញ្ចឹងឬក៏មានបញ្ហាអីមួយចូលមកទៅធ្វើឲ្យគាត់បាក់កម្លាំងចិត្តនៅក្នុងការប្រឡងអត់មានទឹកចិត្តប្រឡងអាហ្នឹងមិនវិញហ្នឹងនិយាយទៅធម្មតាបញ្ហាមិនថាយើងឬក៏គេមនុស្សគ្រប់គ្នាគឺមានរូបមានទុក្ខមានបញ្ហាទាំងអស់គ្នាទេអញ្ចឹងបើសិនជាមានបញ្ហាគ្រួសារយើងសុំពេលទៅទម្លាក់ចោលសិនទៅទុកពេលឲ្យខ្លួនឯង3ខែសម្រាប់គោលដៅទៅយើងមានបញ្ហាអីជីវភាពឬក៏មិនចោលសម្រងអីកុំតន់យកមកគិតកុំតន់យកមកចូលនៅក្នុងផែនការបាក់ដប់យើងនេះទេណាយើងទម្លាក់វាចោលសិនទៅចាំពេលដែលយើងប្រឡងហើយចាំយើងត្រឡប់មកដោះស្រាយវាវិញក៏អត់ហួសពេលដែរត្រូវបងហើយបញ្ហាមួយទៀតបញ្ហាគេបងដឹងអត់តែចំពោះបញ្ហាខ្ញុំក៏គិតទៅលើបញ្ហា
ហើយជានៅជុំវិញរបស់គាត់ហ្នឹងខ្លួនគាត់ហ្នឹងប្រហែលជាអត់មានអ្នកលើកទឹកចិត្តមានអារម្មណ៍ថាគាត់ហ្នឹងខ្វះភាពកក់ក្ដៅពីមជ្ឈដ្ឋានជុំវិញអញ្ចឹងទៅដល់ចំណុចហ្នឹងខ្ញុំគិតថាយើងកុំទាន់ពិបាកចិត្តឬក៏ឈឺចាប់ជាមួយនឹងអាភាពខ្វះខាតភាពកក់ក្ដៅអីហ្នឹងសិនឬអ្នកខ្លះគេមើលងាយឬក៏គេមិនអាចជឿលើសមត្ថភាពគាត់ថាគាត់អាចធ្វើបានអញ្ចឹងទៅតែសម្រាប់ខ្ញុំគិតថាយើងជឿជាក់លើខ្លួនឯងមានតែយើងឯងស្គាល់ខ្លួនឯងអញ្ចឹងយើងជឿជាក់លើសមត្ថភាពរបស់យើងទោះបីអ្នកដទៃគេនិយាយមកថាមិនឧទាហរណ៍គេអាចជាមិនដឹងចង់បានអីទេសមត្ថភាពប៉ុណ្ណឹងវាមិនអាចទៅរួចទេបាទប៉ុន្តែខ្ញុំគិតថាយើងអាចទៅរួចគេអាចទៅរួចយើងក៏អាចទៅរួចអញ្ចឹងយើងខំជំនះវាឡើងធ្វើឲ្យអ្នកដែលថាឲ្យយើងមើលងាយយើងនឹងឲ្យគាត់ឃើញលទ្ធផលរបស់យើងឲ្យវាល្អអញ្ចឹងអ្នកខ្លះគាត់និយាយថារៀនមិនបកកែរៀនមិនកើតអីអញ្ចឹងមិនដឹងប្រឡងដាក់ដប់ចប់អត់ទេមានអ្នកខ្លះគឺគាត់និយាយអញ្ចឹងតែខ្លះក៏អាចនឹងលោកគ្រូអ្នកគ្រូក៏គាត់ហ៊ាននិយាយអញ្ចឹងដាក់សិស្សដែរថាមើលទៅការសិក្សាយ៉ាប់ខ្លាំងពិបាកខ្លាំងអត់ខំរៀនអត់អីអញ្ចឹងអនាគតទៅប្រឡងដាក់ដប់ចប់អត់ហ្នឹងអញ្ចឹងយើងអ្នកដែលស្ដាប់ចំពោះអ្នកដែលគាត់រៀនខ្លះអត់សូវអីទេតែបើសិនជាអ្នកដែលគាត់រៀនរៀងខ្សោយដែរបាក់ជាបាក់ទឹកចិត្តខ្លាំងណាស់និយាយទៅគឺអត់ចង់ងើបមកចង់ងើបឡើងវិញទេតែខ្ញុំចង់ប្រាប់ថាយើងត្រូវតែងើបយើងត្រូវជំនះពាក្យដែលគេថាយើងបន្ទោប្រអាប់យើងអញ្ចឹងអាពាក្យបន្ទោប្រអាប់ថាហ្នឹងវាប្រៀបដូចជាការឲ្យពោមកយើងអញ្ចឹងយើងស្ដាប់ទៅវាពិបាកស្ដាប់ប៉ុន្តែយើងធ្វើឲ្យយើងនឹងមានកម្លាំងចិត្តបាទអញ្ចឹងបើយើងបានផលល្អយើងមានអារម្មណ៍ថាលេចធ្លោឲ្យអ្នកដែលធ្លាប់និយាយហ្នឹងគាត់មានវិបត្តិសេរីក្នុងការនិយាយហើយទី3បញ្ហាសុខភាពចឹងសុខភាពហ្នឹងគឺវានៅលេខរៀងទី1សុខភាពគឺសំខាន់ជាងគេអ្នកខ្លះគាត់មើលរំលងសុខភាពគាត់គេងអត់គ្រប់គ្រាន់គាត់បែរជាគិតថាគាត់យកពេលវេលារៀនពេករហូតដល់គាត់អត់បានសម្រាកឲ្យគ្រប់គ្រាន់ប៉ុន្តែត្រឡប់ទៅគិតម្ដងទៀតសុខភាពគឺនៅលេខរៀងទី1អញ្ចឹងដើម្បីឲ្យការសិក្សាការប្រឡងនៅថ្ងៃខាងមុខរបស់យើងនឹងទទួលបានចំណាត់និទេសល្អចឹងក៏យើងត្រូវមើលថែសុខភាពដែរកាលណាយើងមានសុខភាពល្អបញ្ញាស្មារតីរបស់យើងក៏ល្អយើងមើលមេរៀនយើងធ្វើលំហាត់គឺឆាប់ចេះឆាប់ចូលចំណាំបានចាប់បានពេលគ្រូបញ្យល់ហើយកត្តាចុងក្រោយបញ្ហាចុងក្រោយបញ្ហាស្នេហាដូចគេបំរាមគេថាហាមបែកសង្សារមុនប្រឡងបាក់ដប់អានេះប៉ះផលផ្លូវចិត្តខ្លាំងណាស់ចាអញ្ចឹងអ្នកដែលមានស្នេហាដែលយើងមានដៃគូជាអ្នករៀនដូចគ្នាឬក៏ជាបេក្ខជនត្រៀមប្រឡងដូចគ្នាអញ្ចឹងយើងដឹកដៃគ្នារៀនទាំងអស់គ្នាទៅកំណត់គោលដៅយកនិទេសល្អជាមួយគ្នាហើយបើសិនជាដៃគូរបស់យើងគាត់មិនមែនជាអ្នករៀនទេគាត់ជាអ្នកធ្វើការរកស៊ីអីអញ្ចឹងយើងអាចប្រាប់គាត់សុំពេលវេលាមួយរយៈដើម្បីមកផ្ដោតលើការប្រឡងរបស់យើងឲ្យបានជោគជ័យសិនហើយចាំយើងត្រឡប់ទៅវិញក៏មិនអីដែរមិនហួសពេលដែរមែនទេបងបាទឥឡូវតកតងទៅនឹងសំណួរទី3បងខ្ញុំចង់ត្រឡប់ទៅកាន់ប្រធានបទតកតងនឹងសំណួរទី1បន្តិចព្រោះខ្ញុំឃើញបងរៀបចំផែនការបានល្អមែនតើតកតងទៅនឹងការកំណត់គោលដៅខ្ញុំឃើញបងទៅសេក្នុងសភៅ note ចាបង note អីដែលខ្លួនឯងចង់បាននៅក្នុងការចានេះសភៅខ្ញុំបានសេ note តាំងពីមុនខ្ញុំចូលទី12តាំងពីថ្នាក់ទី11ខ្ញុំទៅសេគោលដៅហ្នឹងបងបាទការទៅសេគោលដៅហ្នឹងឬក៏ការកំណត់គោលដៅហ្នឹងវាធ្វើឲ្យបងវាជំរុញទឹកចិត្តបងឲ្យធ្វើការរៀនសូត្ររបស់បងហ្នឹងល្អមិនខ្លាំងចាគឺជំរុញពេលដែលយើងមានអារម្មណ៍ថាហត់ហើយបាក់ទឹកចិត្តហើយតែយើងមានគោលដៅដែលសរសេរក្នុងសភៅហើយយើងគិតថាខ្ញុំចង់សម្រាប់ខ្ញុំចង់រៀនហើយខ្ញុំគិតថាខ្ញុំប្រហែលជាអត់បាននិទេសអីទេនិទេសល្អឬក៏អានិទេសដែលខ្ញុំកំណត់ហ្នឹងហើយខ្ញុំធ្វើវាអត់បានទេប៉ុន្តែនៅពេលដែលខ្ញុំទៅបើកសភៅមើលខ្ញុំឃើញគោលដៅរបស់ខ្ញុំតាំងពីដើមឆ្នាំកំណត់ច្បាស់ណាស់ថាខ្ញុំចង់បាននិទេសហ្នឹងដើម្បីអីដើម្បីខ្លួនឯងដើម្បីគ្រួសារដើម្បីលោកគ្រូអ្នកគ្រូពេលខ្ញុំឃើញហើយគឺខ្ញុំមានកម្លាំងបាទហើយយើងក៏ថាវាជំរុញយើងដែរអញ្ចឹងការសរសេរគោលដៅហ្នឹងគឺសំខាន់ខ្ញុំមិនមែនសរសេរទៅក្នុងសភៅឯងសំបីទៅអញ្ចឹងដែលខ្ញុំរៀនទល់មុខហ្នឹងក៏ខ្ញុំសរសេរដែរបិទពេញអញ្ចឹងខ្ញុំចង់បាននិទេសអីហើយខ្ញុំធ្វើមិនដើម្បីបានអានិទេសល្អរបស់ខ្ញុំហ្នឹងគឺខ្ញុំសរសេរពីគោលដៅនៃការធ្វើវាដូចគ្នាដូចជាការរៀបចំការភាគអីចឹងទៅហើយមួយទៀតកុំតន់អស់សង្ឃឹមមិនមែនថាយើងធ្វើបានទេនៅវាមិនមែនយូរពេកទេហើយក៏វាមិនមែនលឿនពេកដែរសមត្ថភាពរបស់យើងនៅអាចដុសខាត់បានមែនទេបង